អតីតអង្គការហេងសិទ្ធិដែលកំពុងជាប់ពន្ធនាគារនៅប្រទេសរុស្ស៊ីក្រោយទម្លាយរឿងអាស្រូវបទអូក្រិដ្ឋខ្សែស្រឡាយគ្រួសារហ៊ុននោះត្រូវបានគេទម្លាយថាបានសរសេរសម្បត្តិផ្ញើឲ្យពលរដ្ឋខ្មែររួមគ្នាផ្លាស់ប្ដូររបបដឹកនាំរបស់គ្រួសារហ៊ុនដែលថារបបនេះបានបំផ្លាញមនុស្សមានទស្សនៈគំនិតជាតិនិយមដើម្បីតែអំណាចគ្រួសាររបស់ខ្លួនចារាយការណ៍លម្អិតដោយលោកសែនសច្ចៈអតីតអង្គការហេងសិទ្ធិដែលត្រូវបានគេទម្លាយថាកំពុងជាប់ពន្ធនាគារនៅប្រទេសរុស្ស៊ីតាមបណ្ដឹងអ្នកអង្គការហ៊ុនតូនោះបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររួមដៃគ្នាផ្លាស់ប្ដូរគ្រួសារហ៊ុនដើម្បីសង្គ្រោះកម្ពុជាចេញពីជំរកពួកអ៊ុក្រិដ្ឋជននេះបើតាមសម្បត្តិសរសេរដោយដៃកម្រាស់3ទំព័ររបស់អតីតអង្គការហេងសិទ្ធិដែលត្រូវបានគេទម្លាយឲ្យ VD នៅថ្ងៃទី21ខែមេសាឆ្នាំ2025នេះប្រពន្ធស្និទ្ធលោកហេងសិទ្ធិបានប្រាប់ VD ដោយសូមមិនបញ្ចេញឈ្មោះនិងសម្ដែងថាបច្ចុប្បន្នលោកហេងសិទ្ធិត្រូវជាប់ឃុំនៅប្រទេសរុស្ស៊ីបណ្ដោះអាសន្នដោយមិនទាន់ត្រូវបានបញ្ជូនមកកម្ពុជានោះទេប្រពន្ធដដែលបានឲ្យដឹងថាមន្ត្រីកម្ពុជាបានព្យាយាមសុំឲ្យភាគីរុស្ស៊ីបញ្ជូនលោកហេងសិទ្ធិមកកម្ពុជាវិញក៏ប៉ុន្តែត្រូវបានមេធាវីអន្តរជាតិការពារក្តីឲ្យលោកហេងសិទ្ធិប្រឆាំងទៅនឹងការស្នើសុំនេះប្រពន្ធដដែលបាននិយាយក្នុងសម្ដីដើមថាគោលបំណងរបស់លោកហេងសិទ្ធិគាត់ចង់ឲ្យយើងបំផុសធ្វើយ៉ាងណាដើម្បីឲ្យយុវជនប្រជាប្រដ្ឋជួយគាំទ្រគាត់ព្រោះគាត់ឥឡូវកំពុងតែស្ថិតក្នុងភាពអយុត្តិធម៌គាត់ចង់ទាមទារយុត្តិធម៌មកវិញបើតាមសម្បត្តិរបស់លោកហេងសិទ្ធិដែល VD បានទទួលបានសរសេរថាសម័យឬរបបលោកហ៊ុនសែនស្រឡាញ់តែអ្នកប្រាជ្ញចេះធ្វើល្ងងឬមនុស្សល្ងងធ្វើប្រាជ្ញបង្ហាញនូវភក្តីភាពឥតព្រំដែនคล้ายមួយធ្វើឲ្យអ្នកមានចំណេះដឹងមានឆន្ទៈស្រឡាញ់ជាតិមាតុភូមិជាតិនិយមត្រូវឃ្លាតចាញ់លោកហេងសិទ្ធិបានសរសេរបន្តថាការដែលលោកហ៊ុនសែនបង្កើតងារសម្ដេចនេះសម្ដេចនោះព្រោះគេចង់ឲ្យប្រជាជនមានជំនឿពីភាពអស្ចារ្យនិងភាពខុសគ្នារវាងវណ្ណៈនិយមតែប៉ុណ្ណោះការពិតពួកគេគ្រាន់តែជាមនុស្សធម្មតាដែលស្រែកឃ្លានការគោរពនិងអំណាចដោយការបង្ខិតបង្ខំតែប៉ុណ្ណោះបន្ថែមលើនេះលោកហេងសិទ្ធិថារបបលោកហ៊ុនសែនបានបំផ្លាញអ្នកប្រាជ្ញនិងបុគ្គលដែលមានទស្សនៈគំនិតនិយមឲ្យមកជឿលើការដឹកនាំអធិទេពហើយបង្រួមអំណាចរាជានិយមនិងសង្គមនិយមជាពិសេសកម្លាំងកកើតថ្មីនៃយុវជនជំនាន់ក្រោយឲ្យយល់ថាបើគ្មានពួកគេប្រទេសនឹងមានភាពចលាចលនិងសង្គ្រាមបង្ហូរឈាមអតីតអង្គការហេងសិទ្ធិចាប់តាំងពីអំឡុងខែវិច្ឆិកាឆ្នាំ2024មកលោកបានប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួនលាតត្រដាងពីការរួមដៃគ្នារវាងមន្ត្រីរដ្ឋាភិបាលជាមួយពួកអ៊ុក្រិដ្ឋជនបើកលបែងអនឡាញខុសច្បាប់និងការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញជាដើមមន្ត្រីជាន់ខ្ពស់ដែលលោកហេងសិទ្ធិចោទប្រកាន់នោះមានដូចជាលោកគួចចម្រើនលោកសថេតលោកសសុខាលោកកើតរិទ្ធរួមទាំងមន្ត្រីអន្តោប្រវេសន៍ជាដើមបន្ថែមលើនេះលោកបានទម្លាយទៀតថាអុកញ៉ាហ៊ុនតូដែលជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺជាអ៊ុក្រិដ្ឋជនឆោបោកចាប់ចម្រិតនិងជាមេខ្លោងគ្រឿងញៀនដែលមានការគាំទ្រពីមន្ត្រីរដ្ឋាភិបាលទាំងនោះថែមទៀតជុំវិញរឿងនេះលោកហេងសិទ្ធិក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយក្រសួងមហាផ្ទៃនិងខុទ្ទកាល័យលោកហ៊ុនម៉ាណែតដើម្បីឲ្យបើកការស៊ើបអង្កេតទៅលើមន្ត្រីពាក់ព័ន្ធក៏ប៉ុន្តែគ្មានការស៊ើបអង្កេតនោះទេជាមួយគ្នានេះលោកហេងសិទ្ធិក៏ធ្លាប់បានបង្ហោះពាក្យបណ្ដឹងចុះថ្ងៃទី3ខែមករាឆ្នាំ2024របស់ខ្លួនដោយទាមទារឲ្យលោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធធម៌បើកការស៊ើបអង្កេតទៅលើអុកញ៉ាហ៊ុនតូប៉ុន្តែ5ថ្ងៃក្រោយនៃការដាក់ពាក្យបណ្ដឹងនេះក្រសួងការបរទេសកម្ពុជាបានចេញលិខិតមួយច្បាប់នៅថ្ងៃទី8ខែមករាឆ្នាំ2025ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅបរទេសថាលិខិតឆ្លងដែនរបស់លោកហេងសិទ្ធិត្រូវបានមកកភាពចោលតាមសំណើរបស់ក្រសួងមហាផ្ទៃជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអានព្រមានថាបារដ្ឋាភិបាលគ្រួសារហ៊ុនបន្តដឹកនាំប្រទេសតាមបែបផ្ដាច់ការចាប់ចងមនុស្សតាមទំនឹងចិត្តជាពិសេសទៅលើមនុស្សណាដែលហ៊ាននិយាយពីការពិតនៅក្នុងសង្គមលោកថាអំណាចគ្រួសារហ៊ុននឹងអាចដួលរលំក្រោមអំណាចមហាជននៅថ្ងៃណាមួយមិនខានតកូលហ៊ុនគួរតែកែលម្អការដឹកនាំរបស់ខ្លួនត្រូវបង្ក្រាបទៅលើបទក្រិតដែលឆោបបោកដោយជនជាតិចិនដែលមកខាំងមនុស្សឲ្យឆោបបោកតាមអនឡាញហើយនឹងបទចាប់ចម្រិតហើយនឹងមានការខុបខិតជាមួយនឹងតកូលហ៊ុនដូចជាលោកហ៊ុនតូនិងអង្គការមួយចំនួនហ្នឹងគួរតែបង្ក្រាបបទល្មើសទាំងអស់ហ្នឹងហើយកុំទៅចាប់អ្នកដែលហ៊ានលាតត្រដាងបទក្រិតទាំងអស់ហ្នឹងហើយអ្នកដែលរិះគន់បទក្រិតទាំងអស់ហ្នឹងទៅតកូលហ៊ុនអាចគេចផុតពីការដែលទម្លាក់ដោយមហាជនដែលគេអាចអត់ទ្រាំមិនបាននឹងការដឹកនាំផ្ដាច់ការរបស់តកូលហ៊ុនណាដោយឡែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីលោកសង្សានករណានិយាយថានៅកម្ពុជាខ្សែស្រឡាយគ្រួសារហ៊ុនអាចបញ្ជាប្រព័ន្ធតុលាការទៅតាមអំពើចិត្តរបស់ពួកគេដែលជាហេតុធ្វើឲ្យពាក្យបណ្ដឹងរបស់លោកហេងសិទ្ធិដែលបានដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធគ្មាននរណាហ៊ានបើកការស៊ើបអង្កេតនោះទេហើយលោកថាប្រព័ន្ធដឹកនាំបែបនេះកំពុងផ្ដំហន្តរាយដល់ប្រទេសកម្ពុជា
គប្បីរដ្ឋាភិបាលឬក៏ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ទទួលនៅព័ត៌មានទាំងអស់ហ្នឹងធ្វើការស៊ើបអង្កេតដើម្បីវែកមុខអ្នកដែលពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋទាំងអស់ហ្នឹងយកមកផ្ដន្ទាទោសមិនមែនមកចាប់ខ្លួនអ្នករាយការណ៍អំពីបទល្មើសអ្នកដែលប្រព្រឹត្តនៅអំពើឆបោកឧក្រិដ្ឋកម្មអនឡាញអីទាំងអស់ហ្នឹងដែលជាអ្នករាយការណ៍អញ្ចឹងទេអញ្ចឹងសួរថាតើថ្ងៃក្រោយបទល្មើសទាំងអស់ហ្នឹងដែលសហគមន៍អន្តរជាតិគេរិះគន់មកកម្ពុជាហ្នឹងយើងមានវិធានការដោះស្រាយដោយរបៀបម៉េចជុំវិញរឿងនេះវាឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខាបានទេគិតត្រឹមម៉ោងផ្សាយនេះយ៉ាងណាក្តីអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ចំពោះវិធានចាប់ខ្លួនអតីតរដ្ឋាភិបាលហេងសេដ្ឋីដោយពួកគេបានជំរុញឲ្យបើកការស៊ើបអង្កេតចំពោះមន្ត្រីដែលលោកហេងសេដ្ឋីបានទម្លាយឈ្មោះចំទាំងនោះដើម្បីបង្ហាញតម្លាភាពក្នុងប្រព័ន្ធច្បាប់កម្ពុជាហើយអ្នកខ្លះទៀតក៏បានបញ្ចេញមតិកោតសរសើរចំពោះភាពក្លាហានរបស់លោកហេងសេដ្ឋីផងដែរដែលហ៊ានទម្លាយពីបទឧក្រិដ្ឋឆបោកស្និទ្ធនឹងមេដឹកនាំនៅកម្ពុជានេះខណៈអន្តរជាតិក៏បានរកឃើញដែរថាកម្ពុជាគឺជាសម្បុករបស់ពួកឧក្រិដ្ឋជនដែលយកធ្វើជាទីតាំងចាប់ចម្រិតឆបោកតាមអនឡាញដែលកំពុងបង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់និងនៅលើពិភពលោកខ្ញុំសែនសច្ចៈ VOD ចាលោកនាងជាទីមេត្រីបនខួប100ថ្ងៃលោកលឹមគឹមយ៉ាហាក់បានកកកាយពីវប្បធម៌នីតិនភាពក្រុមការដឹកនាំរបស់គ្រួសារហ៊ុនដែលបន្សល់ទុកនៅសោកនាដកម្មសម្រាប់គ្រួសារជនរងគ្រោះខណៈជនសង្ស័យក្នុងសំណុំរឿងឃាតកម្មមិនត្រូវបានចាប់ខ្លួននាំទៅកាត់ទោសនៅឡើយជិត4ខែទៅនេះពិធីនេះរៀបចំឡើងនៅប្រទេសបារាំងជាស្រុកកំណើតរបស់ភរិយាលោកលឹមគឹមយ៉ាកាលពីថ្ងៃទី20ខែមេសាឆ្នាំ2025ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរនិងអ្នកនយោបាយមួយចំនួននៅក្រៅប្រទេសនិងគ្រួសារជនរងគ្រោះជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកអ៊ុំសំអាននិយាយថាការបាត់បង់ដំណឹងសូនឈឹងពីដំណឹងចាប់ខ្លួនលីរតនរស្មីនិងពេជ្រគឹមស្រុនឲ្យទៅតុលាការថៃកាត់ទោសប្រហែលជាពួកគេត្រូវគេបោះឲ្យក្រពើស៊ីបាត់ទៅហើយលោកសង្កត់ធ្ងន់ថានេះសបញ្ជាក់ថាលោកហ៊ុនសែនជាអ្នកបញ្ជានៅពីក្រោយខ្នងឃាតកម្មនេះទើបគាត់មិនចាប់បញ្ជូនខ្លួនលីរតនរស្មីដែលជាទីប្រឹក្សារបស់គាត់ទៅតុលាការថៃដើម្បីកាត់ទោសបន្ថែមពីនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ាណាតនិយាយថាបនខួប100ថ្ងៃនៃឃាតកម្មសមាជិកសភាបកប្រឆាំងកម្ពុជាលោកលឹមគឹមយ៉ាប្រព្រឹត្តទៅនៅប្រទេសបារាំងនៅក្រោមបរិយាកាសគ្មានពន្លឺយុត្តិធម៌លើពីនេះភរិយាលោកលឹមគឹមយ៉ានិងកូនប្រុសបានឡើងថ្លែងសន្ទរកថាខ្លីជាភាសាបារាំងក្នុងពិធីបន់ខួប100ថ្ងៃនេះថាឃាតកម្មលើលោកលឹមគឹមយ៉ាវាបានបន្សល់ទុកនៅសោកនាដកម្មដល់គ្រួសាររបស់គាត់ដែលតុលាការបារាំងនឹងស្វែងរកយុត្តិធម៌ជូននេះបើតាមអ្នកបកប្រែគាត់ថាខ្ញុំសូមបង្រួមសេចក្តីមកគាត់សូមថ្លែងអំណរគុណដល់បងប្អូនដែលបានមកចូលរួមពិធីបុណ្យនេះនៃសោកនាដកម្មនៅក្នុងគ្រួសារដែលគាត់បានជួបប្រទះដោយសារតែភាពក្លាហានតស៊ូរបស់លោកលឹមគឹមយ៉ាហ៊ានបរិច្ចាគដើម្បីជាតិមាតុភូមិដែលគាត់ចង់បាននិងសង្ឃឹមថារដ្ឋាភិបាលបារាំងនឹងធ្វើការតាមដាននិងរកយុត្តិធម៌ជូនលោកលឹមគឹមយ៉ាគាត់ថាការតស៊ូរបស់លោកលឹមគឹមយ៉ាបានលះបង់ដើម្បីដណ្ដើមសេរីភាពនិងប្រជាធិបតេយ្យជូនខ្មែរយើងដោយឡែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឆាយគឹមខឿនដែលជាសេនាធិការរដ្ឋាភិបាលធ្លាប់ទម្លាក់កំហុសបញ្ហានេះដាក់ភាគីថៃលោកធ្លាប់ប្រាប់VODថាភាពយឺតយ៉ាវចាប់ខ្លួនជនសង្ស័យទៅកាត់ទោសមកពីភាគីថៃមិនផ្ដល់ភស្តុតាងបន្ថែមឲ្យកម្ពុជាតាមការស្នើសុំមុនកម្ពុជាបើកការស៊ើបអង្កេតលើជនសង្ស័យយ៉ាងណាលោកសំរៀងស៊ីនិយាយថាជនសង្ស័យដែលលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាច្រើនខែទៅនេះក្រុមការការពាររបស់គ្រួសារហ៊ុនលោកសំរៀងស៊ីគូបញ្ជាក់នៅលើ Facebook របស់លោកថាលោកលឹមគឹមយ៉ាជាតំណាងរាជគណៈបក្សសង្គ្រោះជាតិខ្មែរសញ្ជាតិបារាំងត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី7ខែមករាឆ្នាំ2025កណ្ដាលក្រុងបាងកកប្រទេសថៃយ៉ាងសាហាវព្រៃខ្សៃបំផុតលោកថាឃាតករជនជាតិថៃឈ្មោះអេកឡាផេណយនិងជនសង្ស័យសំខាន់ឈ្មោះលីរតនរស្មីពេជ្រគឹមស្រុននិងឃ្លៀងហួតនិងបកពួកផ្សេងទៀតកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមការការពារពីលោកហ៊ុនសែនលោកលឹមគឹមយ៉ាអាយុ73ឆ្នាំត្រូវបានគេបាញ់សម្លាប់ខណៈលោកនិងភរិយាជាជនជាតិបារាំងបានធ្វើដំណើរចេញពីខេត្តសៀមរាបឆ្លងកាត់ប្រទេសថៃក្នុងដំណើរវិលត្រឡប់ទៅប្រទេសបារាំងវិញឃាតកម្មនេះក្រោយលោកលឹមគឹមយ៉ារិះគន់គ្រួសារហ៊ុនដែលធ្វើឲ្យឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជាដែលរៀបចំក្នុងថ្ងៃឆ្លងឆ្នាំសកលឆ្នាំ2025ក្រោយឃាតកម្មកើតឡើងឃាតករជនជាតិថៃឈ្មោះអេកឡាផេណយត្រូវបានចាប់ខ្លួនបាននៅក្នុងទឹកដីកម្ពុជានៅក្នុងខេត្តបាត់ដំបងក្រោយមកតុលាការថៃបានចេញដីកាឲ្យចាប់ខ្លួនលីរតនរស្មីជាទីប្រឹក្សារបស់លោកហ៊ុនសែនដែលឡែកប៉ូលីសអន្តរជាតិអង្គតេប៉ូលបានចេញនិវាសក្រហមឲ្យស្វែងរកចាប់ខ្លួនអ្នកផ្ដោតតម្រុយនិងបាញ់សម្លាប់លោកលឹមគឹមយ៉ាគឺជាជនសង្ស័យឈ្មោះពេជ្រគឹមស្រិនពេជ្រគឹមស្រិនត្រូវបានគេស្គាល់ថាជាមនុស្សស្និទ្ធនឹងលោកខុងស្រេងអភិបាលរាជធានីភ្នំពេញដែលញឹកញាប់លោកខុងស្រេងតែងតែបង្ហាញកាយវិការស្និទ្ធនឹងគ្រួសារហ៊ុនយ៉ាងណាជិត4ខែទៅនេះជនសង្ស័យលីរតនរស្មីនិងពេជ្រគឹមស្រិនត្រូវបានគេដឹងថានៅបន្តលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមការការពារដោយគ្រួសារហ៊ុនពាក់ព័ន្ធនឹងការរៀបចំគម្រោងឲ្យធ្វើឃាតលើលោកលឹមគឹមយ៉ាដែលជាតំណាងរាជគណៈបក្សសង្គ្រោះជាតិ